ទូងដែលមានពនាមថាអត្តរិទ្ធស្រេចកលនិចូលសែនជ័យតែតាក់ទងជាមួយនឹងការបញ្ចូលសុបិនទៅដល់ព្រះគ្រូចៅតកាដែលមានឫទ្ធិអំណាចខ្លាំងប្រកែហេតុអីមកដល់ពេលបច្ចុប្បន្នទូកមួយគ្រឿងនេះបែរជាបាត់ឈ្មោះទៅវិញជំរាបសួរត្រង់ច្រំលោកជំទាវលោករស្រីនាងកញ្ញាប្រិយមិត្តជាអ្នកស្នេហាក្នុងវិស័យទូងខ្ញុំជឿជាក់ថាប្រហែលជាមានបងប្អូនយើងតាមរកទូងមួយគ្រឿងនេះហើយដែលមានពនាមថាអត្តរិទ្ធស្រេចកលនិចូលសែនជ័យតើទូងមួយគ្រឿងហ្នឹងបាត់មុខទៅណាហើយបច្ចុប្បន្នហ្នឹងគឺយកទៅកលៀតណាហើយឬក៏យ៉ាងណាអញ្ចឹងអានេះខ្ញុំនឹងមកបញ្ជាក់ជូនបងប្អូនយើងទាំងអស់គ្នាទូងដែលមានពនាមថាអត្តរិទ្ធស្រេចកលនិចូលសែនជ័យគឺមិនបានបាត់ឈ្មោះទៅណាទេហើយបច្ចុប្បន្នហ្នឹងគឺថែមទាំងបានយកទៅដង្កល់ទុកយ៉ាងត្រឹមត្រូវទៅទៀតនៅក្នុងវត្តរកាអានៃស្រុកកងមាននៃខេត្តកំពង់ចាមដោយទូងមួយគ្រឿងនេះកាលពីកសាងដំបូងនៅក្នុងកំឡុងឆ្នាំ2004-2005កាលនោះគឺទូងមួយគ្រឿងនេះគឺមានពនាមថាឬក៏មានឈ្មោះថារកាអាសែនជ័យបន្ទាប់មកនៅក្នុងឆ្នាំ2013ទូងមួយគ្រឿងនេះក៏បានប្រូរឈ្មោះមកដាក់នាមថាអត្តរិទ្ធស្រេចកលនិចូលសែនជ័យតាមពិតទៅតាក់ទងជាមួយនឹងជីវប្រវត្តិដែលដាក់ឈ្មោះថាស្រេចកលនេះបងប្អូនយើងអាចនឹងសើចទៅរកបានតើដាក់ឈ្មោះស្រេចកលនេះមកពីអីដែរប៉ុន្តែបើសិនជាឲ្យខ្ញុំសង្ខេបយ៉ាងខ្លីហើយខ្លឹមសម្រាប់ចែកជូនបងប្អូនយើងរឿងដំបូងគឺស្រេចកលបានទៅបញ្យលសុបិនឬក៏ទៅបញ្យលសពទៅដល់ព្រះគ្រូចៅអធិការវត្តរកាអាហើយពេលនោះព្រះអង្គគឺបានសុំទូងមួយគ្រឿងពីព្រះគ្រូចៅអធិការដោយព្រះគ្រូចៅអធិការក៏មានជំទាស់នៅពាក្យសម្ដីរបស់ស្រេចកលដែរក៏ថាបើសិនជាទ្រង់ឬក៏ព្រះអង្គស្រឡាញ់ទូងមួយគ្រឿងណាយកចុះបាទយកទូងមួយគ្រឿងនឹងចុះពេលនោះគឺអភូតិហេតុមែនទេបាទគឺថាស្រេចកលបានគៀងគោកងតមនឹងគឺបានយកទូមួយគ្រឿងនឹងទៅមែនបាទយកទៅបដែតទឹកបាយទឹកសំពងអីចឹងទៅបន្ទាប់មកទូងមួយគ្រឿងនេះបាទព្រះគ្រូចៅអធិការក៏បានយកមកប្រសិទ្ធនាមថាអត្តរិទ្ធស្រេចកលនិចូលសែនជ័យប៉ុន្តែបើសិនបងប្អូនយើងចង់ស្ដាប់រឿងពេញអាចទៅមើលពីប្រវត្តិស្រេចកលបានណាបាទតាក់ទងជាមួយវាយថាអត្តរិទ្ធស្រេចកលនិចូលសែនជ័យនេះបងប្អូនយើងនឹងបានឃើញទូងមួយគ្រឿងហ្នឹងហើយមកដល់ក្នុងកំឡុងឆ្នាំ2017 18និង19ហ្នឹងគឺពេញលេងហើយបាទជាមួយនឹងស្រេចកលបាទជាបងប្អូនយើងបានដឹងណាបាទគឺថាទាំងកេរឈ្មោះទាំងកេរតនាមទាំងលបឿនបាទទាំងការប្រកួតគឺស្រេចកលគឺធ្វើបានល្អច្រើនបន្ទាប់មកនៅក្នុងកំឡុងឆ្នាំ2019ហ្នឹងទូងមួយគ្រឿងហ្នឹងក៏បានយកទៅលេងនៅលួងស្រេចកលដែរនៅខាងស្រុកពជាក្រែកបាទនៃខេត្តត្បូងឃ្មុំហើយក៏យកទៅលេងហ្នឹងក៏ទទួលបានលទ្ធផលរៀងសមសួនដែរត្រឡប់មកស្រុកវិញហើយនៅក្នុងឆ្នាំ2019នឹងដដែលទូងមួយគ្រឿងនេះគឺមានការកាយយន្តតិចតួចបន្ទាប់មកយកទៅលេងនៅរាជធានីភ្នំពេញនោះគឺបានបដូរឈ្មោះទៅដាក់រកាអាសៀសែនជ័យវិញបាទហើយចឹងហើយបានបងប្អូនយើងឆ្ងល់ថាទូកហ្នឹងបាត់មុខទៅណាតាមពិតទៅគឺអត់បាត់ទៅណាទេបាទទូកនៅតែជាទូកហ្នឹងដដែលគ្រាន់តែបដូរនាមនាមថ្មីហ្នឹងណាបាទដែលមាននាមថាអត្តរិទ្ធស្រេចកលហ្នឹងមកបដូរដាក់នាមចាស់វិញគឺរកាអាសៀសែនជ័យវិញនឹងឯងនៅក្នុងកំឡុងឆ្នាំនោះក៏បានយកមកលេងនៅរាជធានីផងដែរហើយនៅក្នុងឆ្នាំ2023បងប្អូនយើងប្រហែលជាបានឃើញណាបាទបានឃើញរូបសម្រស់បាទរកាអាសៀសែនជ័យយើងហ្នឹងហើយបាទគឺជាស្រេចកលនិចូលសែនជ័យហ្នឹងឯងគឺទូងនេះឯងហើយបងប្អូនយើងហើយបងប្អូនយើងកុំឆ្ងល់ថាហើយទូកហ្នឹងបាត់ទៅណាតាមពិតតែមានបាត់ទៅណាទេគឺរកាអាសៀសែនជ័យនេះឯងដែលមានក្បាលកន្សៃពណ៌ខៀវនេះឯងគឺអត្តរិទ្ធស្រេចកលនិចូលសែនជ័យហើយបងប្អូនយើងអញ្ចឹងទូកមួយគ្រឿងហ្នឹងគឺបាត់ទៅណាទេហើយលបឿននៃការប្រកួតនៅក្នុងកំឡុងឆ្នាំ2023ហ្នឹងប្រហែលជាបងប្អូនយើងបានឃើញណាបាទ24ទូនឹងដែរមែនបងប្អូនយើងអត់សូវច្បាស់ដែរគាត់ថាខ្ញុំចង់ចេញមកបកស្រាយជូនបងប្អូនយើងវិញថារកាអាសៀសែនជ័យហ្នឹងគឺជាអត្តរិទ្ធស្រេចកលហ្នឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសម្រាប់ចែកជូនបងប្អូនយើងទាំងអស់គ្នាហើយក៏មកមានការយល់ច្រឡំទៀតអរគុណច្រើនជម្រាបលាបងប្អូនយើងតែប៉ុណ្្នឹងបាយបាយ